សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឡៅស៊ឺចូលមេរៀនទី3ទីសានខមេរៀនទី3គឺតកតងនឹងសំឡេងនៃភាសាចិនសំឡេងភាសាចិនគឺមាន4សំឡេងសំឡេងទី1គឺតកតងនឹងសំឡេងស្រាលសំឡេងទី2តកតងនឹងសំឡេងអូសវែងសំឡេងទី3មានសំឡេងចុះហើយនឹងឡើងសំឡេងទី4គឺចុះតែយើងសង្កត់យ៉ាងខ្លាំងបន្តិចណាឧទាហរណ៍ថាសំឡេងទី1សំឡេងទី1អានថាប៉ោប៉ោប្រែថាខ្ចប់យើងអានរឿងស្មើម៉ៅម៉ៅម៉ៅសំឡេងរឿងស្មើប្រែថាឆ្មាចំណែកសំឡេងទី2គឺជាសំឡេងដែលអូសរឿងវែងសំឡេងហ្នឹងយើងអាចអូសរឿងវែងបន្តិចតទៅនឹងសំឡេងទី2ឧទាហរណ៍ថាអ៊ីប្រែត្រីរ៉ាន់ប្រែថាមនុស្សហើយសំឡេងបន្ទាប់ទៀតគឺជាសំឡេងទី3សំឡេងទី3ហ្នឹងគឺជាសំឡេងដែលទម្លាក់ហើយឡើងលើវិញមានន័យថាសំឡេងចុះហើយឡើងលើវិញឧទាហរណ៍ថាពាក្យនីប្រែថាអ្នកហៅប្រែថាល្អចំណែកឯសំឡេងចុងក្រោយគឺជាសំឡេងដែលសង្កត់ហើយខ្លាំងឧទាហរណ៍ថាពាក្យតាប្រែថាធំជីតាន់ប្រែថាពងមាន់ចឹងហើយសម្ដីនៅក្នុងភាសាចិនគឺមាន4ហ្នឹងអរគុណសម្រាប់ការមើលវីដេអូនេះអរគុណច្រើន